សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីកម្មវិធីគ្រប់គ្រងចំណូលគ្រប់គ្រងចំណាយគ្រប់គ្រងស្តុកនៅហាងសាឡនមួយកន្លែងដែលនៅស្ថិតនៅរាជធានីភ្នំពេញដែលមានឈ្មោះថាស្នាដៃនារីខ្មែរសាឡនបាទសម្រាប់ហាងនេះគឺខ្ញុំបានតម្លើងរួចម្ដងមកហើយនៅសាខាទី2នៅខាងជូវ៉ាហើយនេះគឺជាសាខាទី1សម្រាប់ឧបករណ៍ដែលខ្ញុំរៀបចំនៅក្នុងថ្ងៃនេះគឺមានជាម៉ាស៊ីន touch screen ម៉ាស៊ីន print barcode ម៉ាស៊ីន print កាយបាត់គេដាក់លុយនិងប្រដាប់បាញ់ barcodeមុននឹងចាប់ផ្ដើមបង្រៀនទៅដល់ក្រុមការងារនៅក្នុងហាងគឺខ្ញុំបានតេស្តទៅលើឧបករណ៍ទាំងអស់ទាំងម៉ាស៊ីន print barcode ម៉ាស៊ីន print វិក័យប័ណ្ណប្រដាប់បាញ់កូដហើយនិងកុំព្យូទ័រតមកខ្ញុំបានចាប់ផ្ដើមបង្រៀនទៅដល់ក្រុមការងារនៅក្នុងហាងឲ្យអាចបញ្ចូលទិន្នន័យដែលមាននៅក្នុងហាងទាំងអស់និងបង្រៀនពីចំណុចសំខាន់ដូចជាការគ្រប់គ្រងចំណូលគ្រប់គ្រងចំណាយគ្រប់គ្រងស្តុកសម្រាប់ហាងស្នាដៃនារីខ្មែរសាឡនគឺគាត់មានជាផលិតផលជាច្រើនមុខច្រើនប្រភេទហើយគាត់ពិបាកនៅក្នុងការគ្រប់គ្រងស្តុកចេញចូលហើយនឹងចំនួនអីវ៉ាន់នៅក្នុងហាងហ្នឹងមានចំនួនប៉ុន្មានចំណុចពិសេសរបស់កម្មវិធី Break Technology គឺអាចសរុបចំនួនអីវ៉ាន់នៅក្នុងហាងហ្នឹងនៅសល់ចំនួនប៉ុន្មានហើយទឹកលុយដែលយើងកប់នៅក្នុងអាជីវកម្មហ្នឹងមានចំនួនប៉ុន្មានគឺអាចបូកសរុបដោយស្វ័យប្រវត្តិតាមរយៈទូរស័ព្ទដៃតែម្ដងក្រោយពីការបង្រៀនចប់គឺខ្ញុំបានឲ្យក្រុមការងារនៅក្នុងហាងឲ្យចាប់ផ្ដើមចុចទៅលើម៉ាស៊ីនកុំព្យូទ័រ touch screen print វិក័យប័ណ្ណហើយនឹងចុចបញ្ចូលស្តុកចុចលក់ឬក៏ print barcode ជាដើមហើយខ្ញុំបានបញ្ជាក់នៅចំណុចនីមួយៗដែលខ្ញុំបានបរៀនទៅដល់ក្រុមការងារថាគាត់អាចធ្វើបានឬក៏អត់និងបានឆ្លើយនៅសំណួរមួយចំនួនដែលគាត់ចាប់អត់សូវបានក្នុងកំឡុងពេលដែលខ្ញុំកំពុងតែបរៀនសម្រាប់កម្មវិធី Break Technology គឺមានភាពងាយស្រួលគឺអាចប្រើបានទាំងទូរស័ព្ទដៃ iPad tablet កុំព្យូទ័រអញ្ចឹងហើយធ្វើឲ្យការរៀនបញ្ចូលទិន្នន័យការរៀនប្រើប្រាស់កម្មវិធីគឺអត់មានភាពស្មុគស្មាញឬក៏ពិបាកអីកន្លែងណានោះទេអញ្ចឹងសម្រាប់បងប្អូនម្ចាស់អាជីវកម្មដែលមានជាហាងម៉ាតហាង2500ដេប៉ូលក់គ្រឿងសំណង់ដេប៉ូបោះដុំអីវ៉ាន់ចាប់ហួយឬក៏ដេប៉ូបោះដុំគ្រឿងកោបជាដើមគឺអាចតាក់ទងមកក្រុមការងារខ្ញុំបានសម្រាប់ការរៀបចំកម្មវិធីគឺពិគ្រោះយោបល់ដែលអត់គិតថ្លៃជាវីដេអូនេះមានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា